ធ្លាប់តែទៅអង្គុយញ៉ាំពងមាន់អាំងពងទាកូនអីនៅតែកន្លែងគេតែឥឡូវនេះចេះតែតិចនិចធ្វើខ្ទឹមជ្រក់ហិលជាមួយនឹងអំបិលម្រេចឈ្ងុយបែបនេះអ្នកទាំងអស់គ្នាច្បាស់ជាលែងតែញ៉ាំនៅតាមតូបដែលគេលក់អីគ្រាន់តែហត់ជាងទៅទិញគេបន្តិចប៉ុន្តែក៏អត់ចំណាយពេលយូរនៅក្នុងការធ្វើហើយចំណេញលុយបានគុណនឹង10ជាមួយនឹងគ្រឿងផ្សំងាយៗដែលមាននៅក្នុងផ្ទះរបស់យើងស្រាប់ជាពិសេសចំណេញមួយមុខនេះគឺពេញនិយមមែនទែនចំពោះសិស្សសាលាហើយកូនក្មេងតូចៗក៏អាចញ៉ាំលេងបានដែរអញ្ចឹងថ្ងៃនេះខ្ញុំមកបញ្ចូលសលេងបែបសាបបែបនារីខ្មែរបែបយឺតចឹងណាព្រោះដោយសារវីដេអូមុនខ្ញុំទៅឡើងស្ពីតទៅបងប្អូនទាំងអស់គ្នាមួយចំនួនគាត់ឆាតមកប្រាប់ខ្ញុំថាវីដេអូនេះរៀងលឿនពេកអញ្ចឹងទៅស្ដាប់រៀងអត់សូវយល់រៀងអត់សូវច្បាស់អញ្ចឹងណាអញ្ចឹងថ្ងៃនេះខ្ញុំនឹងអត់ដាក់ស្ពីតទេហើយខ្ញុំនឹងនិយាយមួយទៅតាមបែបបទគេហៅថាសំដែងណាទាំងអស់គ្នាពូមនុស្សធ្លាប់តែនិយាយលឿនណូចាអញ្ចឹងថ្ងៃនេះ chef នេះត្រឡប់មកជាមួយនឹងមុខម្នួយថ្មីមួយទៀតហើយសម្រាប់ចែកជូនដល់ប្រិយមិត្តអ្នកទេសនានៅក្នុង Facebook ផ្លូវការរបស់ខ្ញុំប្រហែលជាង 1000 នាក់ហើយថ្ងៃនេះគឺខ្ញុំអត់បានបង្ហាញនៅមុខម្ហូបប្រចាំថ្ងៃទេតែជាម្នួយញ៉ាំលេងមួយថ្មីដែលខ្ញុំទើបតែសាកល្បងធ្វើដោយខ្លួនឯងជាលើកទី1អញ្ចឹងណាហើយបើនិយាយពីរសជាតិវិញគឺអត់ចាញ់ទៅញ៉ាំនៅកន្លែងគេខ្ញុំរែតឲ្យស្នាដៃខ្លួនឯង10 លើ 10បើទោះបីជាអ្នកផ្ទះរបស់ខ្ញុំថាហូបអត់កើតក៏ដោយហើយវិធីសាស្ត្រនៃការធ្វើខ្ទឹមជ្រក់ហ្នឹងគឺងាយខ្លាំងមែនតើអ្នកទាំងអស់គ្នាពីព្រោះខ្ញុំបានធ្វើបដាខ្ញុំមើល YouTube បដាអញ្ចឹងជំហានដំបូងអ្នកទាំងអស់គ្នាត្រូវរើសកំពឹសខ្ទឹមសណាដែលរៀងធំណាដើម្បីឲ្យយើងងាយស្រួលនៅក្នុងការបកសបកប៉ុន្តែបើសិនជាអត់មានអាធំទេអាតូចក៏បានដែរគ្រាន់ថាវាចាយពេលនៅក្នុងការបកសបកហ្នឹងយើងយូរហើយបញ្ហាហ្នឹងវាអត់មានទេដោយសារវាឆ្ងាញ់ដូចតែគ្នាព្រោះដោយសារខ្ទឹមដូចតែគ្នាអញ្ចឹងណាបន្ទាប់មកខ្ញុំក៏មានម្ទេសខ្លះដែរតែក៏អត់ដាក់ច្រើនពេកទេដោយសារបកាអ្នកផ្ទះរបស់ខ្ញុំគឺគាត់អត់សូវចេះហូបហិលទេបន្ទាប់មកខ្ញុំក៏យកខ្ទឹមសយកមកបកសបកចេញម្ដងមួយឲ្យស្អាតកុំឲ្យមានសល់សបកឲ្យសោះហើយខ្ញុំក៏បេះតងម្ទេសចេញដែរហើយបន្តហាន់ខ្ទឹមសហ្នឹងជាចំណិតមិនស្ដើងពេកហើយក៏មិនក្រាស់ពេកចឹងណាទាំងអស់គ្នាព្រោះដោយសារកាលណាហាន់វាស្ដើងវាអត់សូវស្រួយតែបើហាន់ក្រាស់ពេកក៏វាហាងដែរអញ្ចឹងខ្ញុំហាន់វានៅក្នុងទំហំល្មមញ៉ាំអញ្ចឹងណាហើយសម្រាប់ខ្ទឹមសហើយនឹងម្ទេសមុននឹងខ្ញុំយកវាទៅធ្វើហ្នឹងគឺខ្ញុំអត់លាងចេញទេដោយសារមូលហេតុគឺខ្ញុំខ្ជិលទី1ហើយណាមួយទៀតពីមុខនេះគឺខ្ញុំត្រូវយកវាទៅស្រោះនៅក្នុងទឹកក្តៅដាំពុះហ្នឹងចំនួន2 ដងហើយក៏ត្រូវយកវាមកលាងសម្អាតចេញទឹកត្រជាក់ហ្នឹងមកតង់ថែមទៀតចឹងកុំឲ្យខាត់ទឹកចាសម្រាប់វីដេអូនៅក្នុង YouTube គឺគេឲ្យដាំទឹកឲ្យពុះសិនហើយយកខ្ទឹមហើយនឹងម្ទេសហ្នឹងយកទៅស្រោះនៅក្នុងទឹកក្តៅដែលកំពុងដាំពុះហ្នឹងហ្មងណាទាំងអស់គ្នាប៉ុន្តែដោយសារខ្ញុំខ្ជិលប្រឡាក់ឆ្នាំងច្រើនចាគឺខ្ញុំមានការខ្ជិលលាងឆ្នាំងខ្ញុំក៏សម្រេចចិត្តថាអត់ដាំទេចាបើនិយាយចំគឺខ្ញុំខ្ជិលតែម្ដងអញ្ចឹងដូចដែលវីដេអូបានបង្ហាញអញ្ចឹងម្ទេសហើយនឹងខ្ទឹមសដែលចិតរួចហ្នឹងគឺខ្ញុំទឹកក្តៅដាំពុះស្រោះវាចំនួន2 ដងហ្មងអ្នកទាំងអស់គ្នាខ្ញុំមកដាក់នៅក្នុងឆ្នាំងក្តៅទេតែក៏អត់ទុកវាឲ្យរៀងយូរដែរដោយសារខ្លាចបាត់បង់ភាពស្រួយរបស់ខ្ទឹមអញ្ចឹងណាបន្ទាប់មកខ្ញុំយកវាមកលាងជាមួយនឹងទឹកត្រជាក់សាជាថ្មីម្ដងទៀតចាអ្នកទាំងអស់គ្នានៅពេលដែលលាងហ្នឹងអាចត្រាំជាមួយនឹងទឹកកកទឹកអីក៏បានដែរតែខ្ញុំអត់ទេគឺលាងវាហើយគឺខ្ញុំទុកឲ្យវាស្រស់ទឹកមិនលើទៅហើយឆ្លៀតពេលហ្នឹងខ្ញុំក៏យកម្ទេសដែលស្រស់រួចហ្នឹងយកមកហាន់វាចំណិតបន្តិចដើម្បីស្រួលក្នុងការកិនអញ្ចឹងណាតែបើហាន់ក៏បានដែរតែខ្ញុំក្បាច់ក្បូរទេទាំងអស់គ្នាខ្ញុំចង់ហាន់អញ្ចឹងខ្ញុំក៏ហាន់ទៅហើយយកវាទៅកិនហើយការកិនហ្នឹងក៏កិនអត់យូរដែរអ្នកទាំងអស់គ្នាអើយចង់ច្រាមក៏បានដែរតែខ្ញុំខ្ជិលក៏សុកចិត្តអត់លាងជ្រុញប៉ុន្តែលាងសម្រាប់កិនចាគឺយកវាទៅដាក់កិនអ្នកទាំងអស់គ្នាចាគឺខ្ញុំត្រូវការឲ្យវាមកតែប៉ុណ្្នឹងឯងដោយសារអញ្ចឹងអ្នកទាំងអស់គ្នាភាពខុសគ្នារវាងការយកម្ទេសទៅកច្រាមហើយនឹងកិនគឺវាខុសគ្នាខ្ញុំមានអារម្មណ៍ថាពេលកិនវាបានសាច់ស្ងួតល្អប៉ុន្តែដល់ពេលកច្រាមវារៀងមានអ៊ីអញ្ចឹងណាចឹងខ្ញុំមកចូលចិត្តទេអញ្ចឹងខ្ញុំសម្រេចចិត្តថាយកវាទៅកិនហើយខ្ញុំចង់បានឲ្យវាម៉ត់តែប៉ុណ្្នឹងទេមិនបាច់ឲ្យច្រើនពេកទេចារួចរាល់ខ្ញុំក៏យកខ្ទឹមដួសដាក់ក្នុងចានហើយចាក់ម្ទេសកិនរួចហ្នឹងចូលទៅក្នុងព្រមគ្នានឹងដែរថែមគ្រឿងមើលតាម YouTube អ្នកទាំងអស់គ្នាចាខ្ញុំដាក់ link នៅក្នុង comment ឲ្យអ្នកទាំងអស់គ្នាចូលមើលចឹងណាដោយសារខ្ញុំលាយហ្នឹងគឺសាកល្បងតែបន្តិចទេអញ្ចឹងគ្រឿងក៏អត់សូវជាច្រើនអីតាមស្តង់ដារដែរតែសម្រាប់រសជាតិឆ្ងាញ់អាចទទួលយកបានដោយនៅតាមតូបលក់អញ្ចឹងអត់ហាងអត់អីទេអ្នកទាំងអស់គ្នាគឺខ្ទឹមគឺញ៉ាំបានហើយឆ្ងាញ់ទៀតស្រួយទៀតដោយតែនៅតាមតូបលក់ទូទៅអញ្ចឹងណាអ្នកទាំងអស់គ្នាគ្រាន់តែថារបស់ដែលយើងធ្វើដោយខ្លួនឯងហ្នឹងគឺវាមានពណ៌ស្រស់ជាងហើយសុវត្ថិភាពជាងតែប៉ុណ្្នឹងឯងមិនមែនមានន័យថាអ្នកលក់
គាត់ធ្វើអត់ស្អាតទេអ្នកទាំងអស់គ្នាគ្រាន់តែថានៅពេលដែលយើងទៅហូបកន្លែងគេអ្នកទាំងអស់គ្នាដឹងហើយគេមានអ្នកទៅហូបច្រើនមួយចំនួនតូចជាពិសេសគឺក្មេងៗសិស្សសាលាហ្នឹងហ្មងគាត់ដួសចុះឡើងហើយអត់ដឹងថាយកសភាណាប្រកាសសភាណាអ្នកទាំងអស់គ្នាអាហ្នឹងខ្ញុំឃើញផ្ទាល់ភ្នែកហ្មងណាជួនកាលខ្ញុំឃើញគេយកស្លាបព្រាដែលហូបនឹងមាត់ហ្នឹងគេទៅដួសថែមខ្ទឹមចុះឡើងថែមអំបិលថែមអីចឹងទៅទាំងដែលអ្នកលក់ហ្នឹងគឺគាត់ដាក់កូនស្លាបព្រាតូចនៅក្នុងកែវហ្នឹងឲ្យគាត់ដួសហើយប៉ុន្តែអ្នកដែលគាត់ហូបហ្នឹងគឺគាត់អត់មានន័យថាអត់ប្រើអាសភានៅក្នុងហ្នឹងគឺគាត់អីដែលងាយស្រួលគឺដាក់ទៅភ្លាមហ្មងគឺដួសហ្មងចានេះហើយគឺជាចំណុចមួយដែលអ្នកទៅហូបនៅកន្លែងគេគួរតែកែប្រែចេញពីព្រោះថាការហូបយើងក៏ចង់ស្អាតគេក៏ចង់ស្អាតដែរហើយអ្នកលក់គាត់ដូចគ្នាគាត់ហិតតែចង់ឲ្យភ្ញៀវគាត់ហូបស្អាតហើយមានសុវត្ថិភាពដូចគ្នាអញ្ចឹងក្នុងនាមយើងជាអ្នកដែលទៅហូបហ្នឹងយើងត្រូវចេះការពារទាំងសុវត្ថិភាពខ្លួនឯងហើយនិងអ្នកដទៃដូចគ្នាចាអូយបានហើយនិយាយច្រើនពេកតែគេជេរចាតែនេះខ្ញុំគ្រាន់តែចង់ចែកម្លែកនៅរឿងខ្លះដែលជាទម្លាប់ល្អណាទាំងអស់គ្នាខុសត្រូវអីកុំប្រកាន់ចាងាកមកការលាយគ្រឿងធ្វើខ្ទឹមជ្រក់វិញអ្នកទាំងអស់គ្នាសម្រាប់ការលាយខ្ទឹមជ្រក់ហ្នឹងគឺគ្រឿងផ្សំវាអត់មានអីច្រើនទេអ្នកទាំងអស់គ្នាមានតែទឹកត្រីមានតែប៊ីចេងបន្តិចមានតែស្ករចំពោះស្ករអ្នកទាំងអស់គ្នាអាចដាក់ឲ្យច្រើនតិចទៅដោយសារយើងចង់បានរសជាតិខ្ទឹមហ្នឹងផ្អែមដោយសារអំបិលគឺយើងធ្វើហ្នឹងគឺអត់ដាក់ស្ករទេអញ្ចឹងការធ្វើខ្ទឹមជ្រក់គឺយើងលាយរឿងផ្អែមតិចទៅហើយសម្រាប់ខ្ទឹមជ្រក់នេះទាំងអស់គ្នាមិនបាច់ច្បាច់ក្រូចឆ្មាឬក៏ដាក់ទឹកខ្មេះអីទេទាំងអស់គ្នាអាចទុកតាមមួយយប់ទៅវារៀងមានជាតិកាច់ជាតិជូរបន្តិចហើយទុកក្រៅទូទឹកកកទៅដល់តែឲ្យបញ្ចូលសលេងយឺតចឹងមានអារម្មណ៍ថាមិនមែនជាខ្លួនឯងអញ្ចឹងនេះគឺជាសម្រស់ខ្ទឹមជ្រក់ដែលខ្ញុំលាយហើយសម្រាប់link គឺខ្ញុំដាក់នៅខមមិនហ្នឹងដើម្បីឲ្យបងប្អូនបានចូលមើលលម្អិតពីការធ្វើខ្ទឹមជ្រក់ហ្នឹងរបស់បងដតីទៀតដែលគាត់ធ្វើត្រូវក្បួនអញ្ចឹងណាហើយខ្ញុំក៏បន្តមកធ្វើអំបិលម្រេចទៀតចាសូម្បីតែអំបិលក៏ខ្ញុំមើល YouTube ដែរព្រោះចង់ធ្វើឲ្យវាត្រូវស្តង់ដារដូចអ្នកលក់តែមានណាប៊ីសខ្លោចអ្នកទាំងអស់គ្នាអើយហើយនេះគឺជាវិធីធ្វើងាយដែលអត់បាក់ទេគ្រាន់តែចាយពេលបន្តិចហើយគ្រឿងផ្សំវិញក៏អត់មានអីច្រើនដែរដោយសារខ្ញុំធ្វើសាកល្បងតាមគេអញ្ចឹងដូចទៅនឹងខ្ទឹមជ្រក់ដែរគឺធ្វើតិចតួចទេហើយខ្ញុំប្រើតែអំបិលប៊ីចេងតិចតួចហើយនឹងម្រេចម៉ត់ទេម្រេចហ្នឹងកាន់តែច្រើនកាន់តែឈ្ងុយអ្នកទាំងអស់គ្នាអត់ហល់ទេរបៀបធ្វើជាដំបូងគឺខ្ញុំដាក់ខ្ទះឲ្យក្តៅសិនបន្ទាប់មកបញ្ចាក់អំបិលចូលលីងឲ្យវាស្ងួតតែពេលអ្នកទាំងអស់គ្នាធ្វើគួរតែបើកភ្លើងតិចកុំឲ្យដូចខ្ញុំអាឡ័យតា focus លើការថតវីដេអូមានណាអំបិលលីងឡើងចង់ខ្លោចដោយសារខ្ញុំភ្លេចបិទភ្លើងអ្នកទាំងអស់គ្នាហើយឃើញអត់វាប្រែពណ៌អញ្ចឹងតែអត់ជាបញ្ហាទេយើងបន្ថែមតាមម្រេចហើយនឹងប៊ីចេងបន្តិចជាការស្រេចទុកឲ្យវាចុះត្រជាក់ចាំដួសដាក់កែវឬក៏កឡណាជ័រក៏បានដែរតាមផ្ទះអ្នកទាំងអស់គ្នាមានបើសិនជាយើងដាក់កឡជ័រអ្នកទាំងអស់គ្នាទុកឲ្យវាចុះត្រជាក់ទៅចាំដួសដាក់កុំឲ្យវាលួយជ័រអញ្ចឹងណាអ្នកខ្លះថាអើយស្អីទេគ្រាន់តែអំបិលសោះចាំបាច់លីងនំតែខាតពេលលាយទៅគ្រឿងធម្មតាហូបទៅកើតដូចតែគ្នាហ្នឹងចាខ្ញុំក៏ធ្លាប់ធ្វើធម្មតាដែរតែដោយសារចង់សាកធ្វើតាមវិធីគេលក់អញ្ចឹងណាចង់ដឹងថាវាខុសគ្នាត្រង់ណាអញ្ចឹងហើយសុខចិត្តចំណាយពេលធ្វើឲ្យស្គាល់នៅរសជាតិថ្មីអញ្ចឹងណាមួយវិញទៀតការធ្វើអំបិលម្រេចនេះបើសម្រាប់អ្នកលក់ហ្មងគឺគេយកវាទៅកិនឲ្យម៉ត់តែម្ដងបន្ទាប់ពីលីងរួចតែដោយសារខ្ញុំធ្វើនេះគឺវាយប់ម៉ោងខ្ទង់11ហើយអញ្ចឹងខ្ញុំក៏សម្រាប់ចិត្តថាធ្វើតែប៉ុណ្្នឹងបានហើយមកគង់តែយើងយកទៅហូបលាយជាមួយស្ករទៀតដែរអញ្ចឹងវាគ្រាប់ខើមដែរហ្នឹងអញ្ចឹងក៏ខ្ជិលអញ្ចឹងសម្រាប់ថាការធ្វើអំបិលម្រេចយើងគឺចប់សពគ្រប់បរិបូរតែប៉ុណ្ណេះឯងបន្ទាប់មកខ្ញុំក៏ប្រហើយដៃជាមួយនឹងការលាងពងមាន់ឲ្យច្រាស់អីអញ្ចឹងម្ដងមកគ្រាប់ថ្នាក់ថ្នមវាដូចទៅរក់អញ្ចឹងអ្នកទាំងអស់គ្នាកុំឲ្យពេលលើកមកគោះដាក់ចានមានអារម្មណ៍ថាវានៅជាប់លាមកមាន់អីអញ្ចឹងណាកុំឲ្យអត់អនាម័យបើនិយាយរួមទៅវាអត់តំណងប្រោយអញ្ចឹងមិនថាពងមាន់ឬក៏ពងទាមុននឹងដាក់ចូលទៅក្នុងទូទឹកកកគឺខ្ញុំតែងតែយកវាទៅលាងទឹកចេញសិនឲ្យស្អាតហើយនេះសម្រាប់ពងមាន់ក៏ដូចជាម្ទេសខ្ទឹមជ្រក់អំបិលម្រេចប័រអីហ្នឹងគ្រឿងសម្រាប់ធ្វើពងមាន់ដុតហ្នឹងគឺមានតែប៉ុណ្្នឹងឯងងាយទេរៀបចំស្រេចបាច់មានកូនចានកូនឡាភីអីហ្នឹងឲ្យហើយទៅកុំឲ្យភ្លេចហើយខ្ញុំក៏ចូលគេងរងចាំព្រឹកថ្ងៃថ្មីយើងធ្វើដំណើរទៅផ្ទះចំការដើម្បីអាំងពងមាន់ពេជ្រនិចនៅពេលល្ងាចត្រជាក់ចាបើកតែភ្នែកខ្វាក់មកដោយសពដងអញ្ចឹងអេវ៉ាន់ខ្ញុំគឺគាត់រៀបដាក់គូតឡានរួចស្រេចគឺថាខ្ញុំនឹងអត់ដែលងើបទាន់អាវៈជូនអេវ៉ាន់ដាក់គូតឡានទេគឺបើកភ្នែកឲ្យរួចចា
ហើយគ្រួសារតូចរបស់ពួកយើងមានលោកឪពុកដែលជាជនចំណាស់ជាងគេនៅក្នុងគ្រួសារហើយនឹងអ៊ីរបស់ខ្ញុំដ៏ស្រស់ប្រំប្រៃនឹងរួមជាមួយនឹងបងប្អូនទាំងពីរដ៏គួរឲ្យចង់វាយរបស់ខ្ញុំពួកយើងក៏ធ្វើដំណើរឆ្ពោះទៅកាន់ Baby Farm យេអាយអូម៉ាស្ដាប់មើលទៅដូចជារីករាយនឹងការទៅជាការនឹងដល់ហើយអ្នកទាំងអស់គ្នាតែអូយចាគឺចាំមានជាការសម្ដែងទេបងប្អូនពីព្រោះឲ្យទៅជាការគឺដឹងតែមានជាជីវិតហត់រោគរាក់ចាហើយថ្ងៃសម្រាប់ណាអញ្ចឹងទេអូយមានជាការវិលមុខជាខ្លាំងនិយាយរួមទៅសបាយបែបសម្ដែងកាត់មកដល់ផ្ទះចកាល្ងាចឡើងបន្ទាប់ពីផ្អាកនៅក្នុងការកាប់គាស់ពួកយើងក៏ចាប់ផ្ដើមធ្វើយុទ្ធនាការអាំងពងមាន់ហើយថ្ងៃនេះគឺថាដូចរាល់ដងអញ្ចឹងខ្ញុំគាត់ចូលចិត្តហូបសាច់គោអាំងយើងក៏មានសាច់គោអាំងទឹកកាពិមួយមុខទៀតដែរអមជាមួយនឹងពងមាន់តែថាថ្ងៃនេះខ្ញុំរៀងលាយគ្រឿងខុសបច្ចេកទេសបន្តិចគឺប្រៃដិតហ្មងអ្នកទាំងអស់គ្នាសាច់គោចឹងហើយអត់ដូចជាអត់សូវឆ្ងាញ់ហើយវិចគ្រឿងមកល្អពេកចាគឺផ្លិចយកក្រូចឆ្មាមកអ្នកអើយអត់មានអីលាយទឹកជ្រលក់ពងមាន់ហ្នឹងទេសំណាងអ៊ីខ្ចប់ក្រូចមកបានមួយទុកលាយទឹកកាពិអញ្ចឹងក៏លាយមួយចានហូបទាំងអស់គ្នាហ្មងទៅហើយនេះអ្នកទាំងអស់គ្នាគឺយើងដួសម្រេចមកអំបិលម្រេចដែលយើងលាយស្រែកហ្នឹងមកដាក់ជាមួយនឹងខ្ទឹមជ្រក់មកហើយច្បាច់ក្រូចឆ្មាច្រកចូលទៅក្នុងហ្នឹងអ៊ូយឃើញរូបភាពនេះឲ្យឃ្លានទៀតចាហើយនៅក៏បានពងមាន់យោងដែរអ្នកទាំងអស់គ្នាថ្ងៃហ្នឹងឆ្ងាញ់ដូចតែគេដូចតែឯងដែរតែដូចដែលថាអញ្ចឹងណាដំរីជើង4គង់តែមានផ្្លាត់ទេចារៀបចំល្អពេកគឺផ្លិចចឹងតែម្ដងអាឡ័យរវល់ថតអាឡ័យថតវីដេអូទៅពេលចឹងទៅវាមានជាការផ្លិចមុខផ្លិចក្រោយចឹងណាអ្នកទាំងអស់គ្នាហើយបើនិយាយពីសម្រស់របស់ពងមាន់អាំងយើងវិញគឺថាតំណងបងប្អូនអើយបើនិយាយពីក្លិនវិញឈ្ងុយបឺផងចាឈ្ងុយពងមាន់ផងអ៊ូយឃ្លានទៀតណាចាឃ្លានហ្មងហើយយើងអាំងសាច់គោក្បែរហ្នឹងទៀតអូយក្លិនឈ្ងុយវាគឺថាវាខំបាញ់ចូលគ្នាមកវាឈ្ងុយវាឆ្ងាញ់វាជាតិវាដក់នៅក្នុងអារម្មណ៍ហ្មងសម្រាប់ពងមាន់វិញអ្នកទាំងអស់គ្នានៅពេលដែលគោះវាដាក់ចានហើយដើម្បីកុំឲ្យវាទៅលាន់អ្នកទាំងអស់គ្នាអាចលាយរ៉ូឌីយើងបន្តិចទៅតែកុំដាក់ច្រើនពេកខ្លាច់ប្រៃព្រោះទឹកជ្រលក់យើងប្រៃហើយអញ្ចឹងយើងដាក់វាលាយចូលបន្តិចឲ្យវាមានជាតិកុំឲ្យវាមានតែបឺហើយនឹងពងមាន់ពេកដល់ពេលអញ្ចឹងទៅអាចនឹងញ៉ាំឆាប់ទៅលាន់ប៉ុន្តែបើសិនជាយើងលួចរសជាតិរ៉ូឌីនឹងតិចក្លុកវាព្រមគ្នាទៅចាំដាក់អាំងគឺឆ្ងាញ់ហ្មងមើលតែមាត់បងប្អូនរបស់ខ្ញុំមកអ្នកទាំងអស់គ្នាក៏មានក្តីសុខដែរខ្ញុំសួរមួយមើលខ្ញុំសួរដូចឆោតហ្មងមានអ្នកគេដូចខ្ញុំអត់ពេលយើងធ្វើអីហើយមានអ្នកហូបទោះបីជាគេអត់តសាតែឆ្ងាញ់តែឲ្យតែបានហូបអស់គឺសុបាយចិត្តហ្មងកុំឲ្យតែធ្វើឲ្យសល់ពេញតុកហ្នឹងគឺកក់ទឹកចិត្តហ្មងណាប៉ុន្តែណាមួយអញ្ចេះវិញចាបងប្អូនគ្រួសាររបស់ខ្ញុំហ្នឹងគឺថាគឺគាត់ចូលចិត្តអីដែលជា homemade ណាអញ្ចឹងអីដែលអ្នកផ្ទះធ្វើគឺគាត់ហូបបានទាំងអស់ចាហើយអ្នកធ្វើនេះហត់មិនក៏សុបាយចិត្តដែរឲ្យតែធ្វើឲ្យមានអ្នកហូបសូម្បីតែទឹកកាពិហ្នឹងក៏អ៊ីខ្ញុំគាត់ធ្វើខ្លួនឯងដែរអ្នកទាំងអស់គ្នាកុំតែគាត់អៀនកាមេរ៉ាហើយកុំអីខ្ញុំចាប់គាត់ធ្វើ content ធ្វើម្ហូបធ្វើអីបាន2អ្នកវល់ពេញនឹងទៀតឥឡូវហ្នឹងតែបើនិយាយពីរសជាតិវិញឲ្យអ៊ុយអ្នកទាំងអស់គ្នាឲ្យអ៊ុយអត់ចាញ់ហាងម៉ាណេហើយសម្រាប់អារម្មណ៍នៅពេលដែលយើងបានហូបរបស់ដែលខ្លួនឯងបានធ្វើផ្ទាល់ដៃអាំងពងមាន់ខ្លួនឯងសាវីសខ្លួនឯងដាក់លើតុខ្លួនឯងអញ្ចឹងឆ្ងាញ់ហើយសប្បាយមួយយ៉ាងដែរតាចង់ញ៉ាំប្រហែលចានប្រហែលគ្រាប់ក៏អត់សូវខ្មាស់គេដែរពីព្រោះថាធ្វើហូបនៅផ្ទះខ្លួនឯងតែបើទៅញ៉ាំកន្លែងគេងាកឆ្វេងងាកស្ដាំខ្លាចតែគេប៊ូលីថាអ៊ុយម្នាក់នេះក៏ហូបឲ្យហូបម៉ងពីព្រោះពងមាន់ហ្នឹងញ៉ាំជក់មាត់ដល់អ្នកនរគ្នាឲ្យតែយើងលាយគ្រឿងត្រូវអាំងរៀងជាប់ភ្នៅតិចទៅអ៊ុយជាតិសន្លប់ទៅហ្មងអញ្ចឹងតែប៉ុណ្ណឹងអស់បារម្ភរឿងគេប៊ូលីហើយគឺយើងអាចហូបតាមអារម្មណ៍គយគុណជាមួយនឹងទេសភាពបន្លែផ្លែឈើដែលយើងដាំដោយផ្ទាល់ដៃគឺអ៊ូយមានក្តីសុខខ្លាំងមែនទែនអ្នកទាំងអស់គ្នាបនឲ្យទៅដល់ថ្ងៃចុងសប្តាហ៍ចាអ៊ូនិយាយលេងច្រឡំសម្រាប់វីដេអូនៅក្នុងថ្ងៃហ្នឹងគឺខ្ញុំអត់បានបង្ហាញពីការធ្វើចការទេថាពួកយើងទៅធ្វើអីដោយសារខ្ញុំមាន content ដល់ទៅ3ឲ្យអ្នកទាំងអស់គ្នានៅក្នុងថ្ងៃតែមួយហ្នឹងសម្រាប់ធ្វើត្រៀមចែកជូនបងប្អូនទាំងអស់គ្នាទស្សនាហើយខ្ញុំធានាថាវីដេអូបន្ទាប់អ្នកទាំងអស់គ្នានឹងទទួលបាននៅមុខម្ហូបមិនជាថ្មីទេប៉ុន្តែវាជារូបមន្តមួយថ្មីដែលខ្ញុំបានរកឃើញយកមកបង្ហាញដោយប្រើនៅបន្លែដែលពួកយើងបានដាំដោះដោយផ្ទាល់ដៃអ៊ូយអ្នកទាំងអស់គ្នាក្តីសុខខ្លាំងណាស់ហើយនឹងការចែករំលែកនៅវិធីដាំដោះងាយដែលខ្ញុំហើយនឹងអ៊ីកំពុងតែរងចាំតាមដានមើលអំពីការលូតលាស់ហើយខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងអត់ធន់ជាមួយនឹងការចែករំលែករបស់ខ្ញុំទេដដែលទៀតតែរឿងនៅក្នុងចការអញ្ចឹងណាហើយមួយវិញទៀតសម្រាប់ពាក្យសម្ដីរបស់ខ្ញុំនៅក្នុងវីដេអូបើសិនជាមានការឆ្កងឬក៏មានពាក្យណាស្ដាប់ទៅអត្តនងចំពោះបងប្អូនក៏ដូចជាពុកម៉ែអ៊ំពូមីងអីមួយចំនួនខ្ញុំសូមអធិស្ឋានផងដោយសារខ្ញុំអត់សូវចេះរៀបពាក្យនិយាយអ្នកទាំងអស់គ្នាណាមួយខ្ញុំបញ្ចូលសលេងទៅតាមរូបភាពហើយជាក់ស្ដែងខ្ញុំឆែកមើលទៅក្នុង account របស់ខ្ញុំភាគច្រើនគឺមាន friend ក៏ដូចជាអ្នកទេសនាវីដេអូរបស់ខ្ញុំហ្នឹងគឺ
អាយុរបស់ពួកគាត់នឹងគឺចន្លោះពី18ទៅ35ឆ្នាំអីដែរទេអញ្ចឹងខ្ញុំសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងអត់ប្រកាន់ចំពោះការនិយាយស្ដីរបស់ខ្ញុំទេហើយវីដេអូនៅក្នុងថ្ងៃនេះគឺចប់សពគ្រប់ដែរបន្ទាប់ពីញ៉ាំរួចពួកយើងក៏រៀបចំលាងសម្អាតចានឆ្នាំងទុកដាក់ហើយពួកយើងក៏បន្តដំណើរត្រឡប់មកគេហដ្ឋាននៅភ្នំពេញវិញរងចាំទទួលថ្ងៃថ្មីថ្ងៃច័ន្ទដើមទ្រព្យពីព្រោះយើងចាយពេលវេលានៅចុងសប្តាហ៍ដ៏រ៉ោក្រាក់របស់ពួកយើងនឹងអស់ហើយជាមួយនឹងការធ្វើចំការដោយសារវីដេអូដែលខ្ញុំបានបង្ហាញអ្នកទាំងអស់គ្នានឹងគឺខ្ញុំបានថតតាំងពីថ្ងៃ1មកម្លេះថ្ងៃអាទិត្យណាអញ្ចឹងសម្រាប់ថ្ងៃថ្មីនៃវីដេអូនេះគឺថ្ងៃច័ន្ទហើយកុំឲ្យអ្នកទាំងអស់គ្នាឆ្ងល់ជម្រាបលាអ្នកទាំងអស់គ្នា stay tuned for the next video